កុមារគឺជាអនាគតដ៏ភ្លឺស្វាងភាពរីករាយរបស់ពួកគាត់គឺអាស្រ័យលើសុខភាពល្អតាំងពីតូចបាទជំរាបសួរខ្ញុំវិជ្ជបណ្ឌិតសុគង្គជាអនុប្រធានទីពេទ្យនិងជាប្រធានផ្នែកកុមារនៅក្នុងផ្នែកកុមារយើងខ្ញុំមានវិជ្ជបណ្ឌិតនិងគ្រូពេទ្យចំនួន5នាក់ហើយគ្រូពេទ្យទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាលនិងមានបទពិសោធន៍ពិនិត្យព្យាបាលជំងឺកុមារជាច្រើនឆ្នាំផ្នែកកុមារនិងទារកនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងយើងមានផ្ដល់សេវាសង្គ្រោះកុមារនិងទារក24ម៉ោងលើ24ម៉ោងក្នុងនោះជំងឺដែលយើងជួបប្រទះញឹកញាប់បច្ចុប្បន្ននេះគឺជំងឺរាគជំងឺរលាកផ្លូវដង្ហើមជំងឺគ្រុនឈាមនិងជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងផ្នែកយើងក៏មានផ្ដល់ឱសថប្រឆាំងមេរោគអេដសដល់ទារកនិងកុមារដែលផ្ទុកមេរោគអេដសហើយនៅក្នុងផ្នែកយើងក៏មិនភ្លេចបណ្ដុះបណ្ដាលដល់មន្ត្រីរបស់យើងជាមួយគ្នាផងដែរក៏មានការផ្ដល់សេវាជូនដល់ទារកទូចដូចជាទារកដែលមានបញ្ហាទឹកភ្លោះទារកដែលមិនគ្រប់គីឡូនិងមិនគ្រប់ខែទារកដែលកាត់ខាន់លឿងលាក់នឹងលាក់តើទៅនឹងឧបករណ៍សម្ភារៈយើងមានអង្គុយបាតើសម្រាប់ផ្ដល់ដល់ទារកដែលមានគីឡូទាបហើយមិនគ្រប់ខែយើងមានបមើសម្រាប់កម្ដៅទារកហើយនឹងយើងមានឧបករណ៍ហៅថា phototherapy សម្រាប់ផ្ដល់ដល់ទារកដែលគាត់មានខាន់លឿងបេសកកម្មរបស់យើងគឺធានាថាកុមារគ្រប់រូបមានសុខភាពល្អមាំមួននិងលូតលាស់បានល្អសុខភាពកុមារគឺមិនអាចរងចាំបានទេដូចនេះហើយសូមនាំកូនៗរបស់លោកអ្នកមកទទួលសេវាថែទាំនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង